ករណីហ្នឹងខ្ញុំបានជួបដែរបងខ្ញុំធ្លាប់នៅនឹងដែរខ្ញុំជួបផ្ទាល់ខ្លួនឯងហ្មងសាហាវកន្លែងហ្នឹងហើយខ្ញុំជួបមុនគាត់បងខ្ញុំជួបមុនគាត់យូរតាំងពីប្រជុំវគ្គមុនមួយទៀតមុនប្រជុំវគ្គក្នុងភាសាទៀតអញ្ចឹងដូចជាម្លងឆ្នាំ2024ខ្ទង់មុនប្រជុំបងករណីខ្ញុំជួបដូចគាត់អញ្ចឹងប៉ុន្តែមូលហេតុដែលយើងនិយាយទៅរឿងដែលគាត់និយាយគឺត្រូវទាំងអស់ប៉ុន្តែគាត់ថាកន្លែងហ្នឹងវាចងយើងជាប់ថងថាចូលទៅវាមានកងត្រាយើងសញ្ញេយើងប្រុងប្រឌិតមេដៃអញ្ចឹងណាអីធ្វើការបាន5ឆ្នាំឬក៏1ឆ្នាំអីបាននេះបាននោះអីអញ្ចឹងណាបងដល់ពេលអញ្ចឹងយើងអត់មានសិទ្ធិធ្វើអីគេទេប៉ុន្តែព្រោះយើងធ្វើការអត់គ្រប់លក្ខខណ្ឌរបស់គេអត់គ្រប់កងត្រាគេអញ្ចឹងបើយើងចង់ឈប់តតបងលុយចូលកន្លែងគេអញ្ចឹងណាហើយមែនដូចគាត់និយាយមានមែនមានបន្ទប់ខាងក្រោយចាក់យើងនិយាយគ្នាអត់ឲ្យយើងប្រើទូរស័ព្ទអីទាំងអស់ហើយវាឲ្យលេខទូរស័ព្ទរបស់ខាងក្រុមហ៊ុនហ្នឹងឲ្យយើងតាក់ទងអ្នកណាដែលអាចជួយយើងបង់លុយអីឲ្យបានអញ្ចឹងណាលុយ$70ហ្នឹងហើយបើសិនជាអត់បង់លុយហ្នឹងទេយើងអត់មានសិទ្ធិដកតាក់ញៀនបានឬក៏អីដែលយើងធ្លាប់ទៅយកទៅដាក់ដើម្បីចុះឈ្មោះចូលធ្វើការហ្នឹងដែរអូពេលទៅសម្ភាសនិយាយយើងស្រួលតែដល់ពេលរស់នៅជេរសម្រាយខ្ញុំធ្លាប់ដាក់ពាក្យទៅធ្វើទៅកងឡាន7គ្រឿងតាសិទ្ធកាន់សោក៏អត់មានសិទ្ធកាន់ដែរឡានហ្នឹងមកតកងឡានទាំងអស់មានណាមានសិទ្ធទៅបីពួកអាខ្មៅពួកអាកតឿដែលគេយកទៅពុំមានមុនក៏ពួកវាគ្មានសិទ្ធកាន់ដែរហើយជីការពីបិទផ្លូវបិទអីហ្នឹងមានកំភ្លើងមានអីវាទេវាអត់មានទេវាជីថាខ្លួនទៅទេចេះហក់ព្រិះព្រុសបិទផ្លូវឲ្យមេវាទៅហ្នឹងហើយបើថាមានកំភ្លើងមានអីគឺអត់មានទេបងនេះអារឿងធ្វើការ24ម៉ោងខ្ញុំអត់ជួបទេមិនដឹងថាគាត់ចូលក្រោយខ្ញុំវគ្គក្រោយនេះជួបឬក៏មិនខ្ញុំអត់ដឹងទេតែច្បាប់ខ្ញុំខ្ញុំទៅធ្វើការហ្នឹងព្រោះបុគ្គលិកផ្សេងគ្នាមានពួកអ្នកមើលការហត់ត្រូវកាហ្វេពួកខ្ញុំនៅជាមួយធីមកងឡានអង្គរៈប៉ុន្តែធ្វើការអាចដល់ម៉ោង6ល្ងាចបានតនេហើយម៉ោង5ព្រឹកគឺត្រូវងើបហើយត្រូវដើរបើកទ្វារនេះទ្វារនោះអូកន្លែងហ្នឹងពិបាកណាសូម្បីជួអាចជួនោមភ្លេចចាក់ទឹកក៏គិតទៅចាប់កាមេរ៉ាចាប់យកទៅគិតលុយអូយជឿឲ្យសុខខ្មែរខ្ញុំមិនដែរជួទេអើយទៅជួកន្លែងហ្នឹងញាក់សាច់មួយថ្ងៃមានសិទ្ធចេញក្រៅតែម្ដងឯងចង់ទិញអីហូបនៅខាងមុខហ្នឹងហើយចេញសថតរូបចូលសថតរូបហើយទៅកងឡានមួយខែរើស30ថ្ងៃភ័យក្រុមហ៊ុនគេនោះដាក់រើរហូតហើយចូលទៅគ្មានណាត្រូវទេហើយទៅដល់ឲ្យយើងទៅធ្វើតេស្តបើកឡាកាចាស់នៅមុខផ្ទះ2គ្រឿងហើយសំខាន់មួយទៀតជេរសម្រាយហ្មងនិយាយមួយយើងហ្មងខុសទីទួចជេរម៉ែជេរយើងហ្មងហ្នឹងហើយបងហ្នឹងហើយទៅដល់នេះមួយខ្ញុំគ្រឹះពណ៌កាហ្វេផ្លូវព្រែកប្រានចិត្តដល់វត្តព្រែកប្រាននៅស្ដាំដៃហ្នឹងតកងឡាន5-6នាក់ដេកអាបន្ទប់ហ្នឹងអាបន្ទប់គេនឹងទាំងអស់ដេកមៀបជួគ្នាដូចពួកជាប់គុកអាពួកជាប់គុកវាមិនដេកមានក្រែណាក្រែមួយដេកមួយប្លោះម្នាក់ទុកហ្នឹងដេកខ្ទង់5-6នាក់កន្លែងហ្នឹងអូមានរឿងច្រើនណាស់ខ្ញុំជឿថាកន្លែងហ្នឹងអ្នករងគ្រោះនៅនឹងច្រើនណាស់ប៉ុន្តែចេញមករួចអ្នកខ្លះទៅក៏មិនហ៊ាននិយាយអញ្ចឹងទៅតែតាមពិតទៅមែនដោយសារកំហុសរបស់យើងសម័យខ្លួនម្នាក់ហ្នឹងភាគច្រើនចូលទៅសិតតែមានកងត្រាអត់តែធ្វើការវាគឺវាដាក់កងត្រាឲ្យយើងធ្វើមួយនេះតែយើងមុននេះវាឲ្យយើងអានដែរកងត្រាប៉ុន្តែយើងគាត់ថាយើងទៅដាក់ពាក្យធ្វើការហើយបើយើងមិនចុះកងត្រាយើងមិនបានធ្វើអញ្ចឹងវាពិបាកបើចង់ប្តឹងវាទាញតែกระดาษហ្នឹងមកយើងអត់មានសិទ្ធិឈ្នះវាសូម្បីតែថតក៏ឲ្យថតតែกระดาษកងត្រាហ្នឹងហើយខ្ញុំជឿជាក់ថាម្នាក់ចាញ់ដើម្បីគេរឿងកងត្រាហ្នឹងអញ្ចឹងបានពិបាកនឹងតវ៉ាព្រោះកងត្រាហ្នឹងភាគច្រើនចូលគឺត្រូវថាចុះកងត្រាហ្នឹងហ្មងដល់ពេលអញ្ចឹងម្នាក់ដឹងខ្លួនហើយប៉ុន្តែវាគិតមកឡើងវិញវាពិបាកថងហ្នឹងដឹងតែខ្លួនឯងមានកំហុសថងហ្នឹងដោយសារគេនិយាយហេតុផលមកបងជំនឿចិត្តខាងក្រុមហ៊ុនគេហ្នឹងព្រោះយើងចុះកងត្រាគេធ្វើការបានទេគេគេថាធ្វើបានជេរសម្រាយនោះអាចេរសម្រាយមកចូលងុំច្បាប់ការងារម៉ោងសម្រាប់ក៏គ្មានអីក៏គ្មានដល់កហ្មង
អញ្ចឹងយើងអត់មានអត្ថភាពអីទៅប្តឹងឈ្នះគេព្រោះទីមួយពេលដែលយើងគេដល់ដំណាក់កាលគេយកយើងចូលបន្ទប់អីគឺទូរស័ព្ទយើងក៏អត់មានអីក៏អត់មានដែរបើយើងចង់តាក់តងអ្នកណាដែលអាចប្រគល់លុយឲ្យយើងបានដើម្បីដោះស្រាយគឺគេប្រើទូរស័ព្ទក្រុមហ៊ុនរបស់គេទេមកទេគេឲ្យទូរស័ព្ទយើងទេហើយទូរស័ព្ទរបស់ក្រុមហ៊ុនដែលទេហ្នឹងគឺទូរស័ព្ទចុច7ទេអត់ឲ្យយើងកាន់ទូរស័ព្ទណាដែលអាចថតសំឡេងបានឬក៏អីបានទេអត់ហើយដល់ពេលខ្ញុំគិតថាលុយ$70ចោលកុំឲ្យមានបញ្ហាព្រោះខ្ញុំកែតមេដកឯងខ្ញុំមានម៉ូតូដែរប៉ុន្តែខ្ញុំអត់យកម៉ូតូទៅប៉ុន្តែគេយកតាក់ញ៉ាំបានយើងខ្ញុំក៏តាក់ញ៉ាំបានជាងស៊ីនចឹងទៅក៏ខ្ជិលទៅតែមិនឃើញព័ត៌មានអា2ក្បាលទៅសម្លុតគេនឹងដែរបានចាប់ដើមនឹកឃើញដែរខ្ញុំក៏ធ្លាប់ជិះម៉ូតូតាមក្រោយវាចឹងណាជិះបិទគូតវាដែរហ្នឹងហើយមានកំភ្លើងស្អីវាប៉ុណ្ណឹងតែដៃទេហ្នឹងអាឡានខ្មៅដែលការខ្ញុំនៅហ្នឹងវាទឹកទិញហើយវាដូររយកាលហ្នឹងហើយឡានវាមាន3 4គ្រឿងដែរមាន Lancer មាន Zip មាន Ford ប៉ុណ្ណឹងហើយ Defender មួយទៀតហើយផ្លាកលេខស្អាតអញ្ចឹងទាំងអស់71ហ្នឹងអូមិនវាលបាក់ពាន់ហើយបងអើយព្រោះម្នាក់ទៅនៅអត់សុខទេព្រោះបុគ្គលិកប្រកាសរើសរហូតហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំរើសរហូតហើយកន្លែងហ្នឹងអត់អាចចូលបានប្រទេសទេតាំងតែការចេញចូល